សូមជូនប្រឡោមលោករឿងអនុស្សាវរីយ៍អ្នកទោសកោះត្រឡាចនិពន្ធដោយលោកវិនគឹមក្នុងឆ្នាំ1972សហគមន៍ខ្មែរនៅកម្ពុជាក្រោមធ្លាប់បានទទួលរងនៅអំពើរំលោភជិះជាន់សម្លាប់រង្គាលដោយរហ័សសូបាយខ្មៅងងឹតនិងការប្រហារចេញមុខពីសត្រូវជិតខាងយ៉ាងសាហាវយង់ឃ្នងជាយូរមកហើយប៉ុន្តែដោយកម្លាំងសាមគ្គីធម៌ដ៏រឹងប៉ឹងនិងសេចក្តីក្លាហានតស៊ូអង្អាចបំរើឧត្តមគតិជាតិតែមួយសហគមន៍ខ្មែរក្រោមបានគេចផុតពីការវិនាសសាបសូន្យហើយមានជីវិតគង់វង្សក្នុងគំនិតអ្នកជាតិនិយមជានិច្ចចំពោះស្នាដៃអនុស្សាវរីយ៍អ្នកទោសកោះត្រឡាចដែលមានភ័ព្វសំណាងបានទទួលរង្វាន់ក្រុមងុយលេខ3ក្នុងសម័យប្រឡងប្រជែងអក្សរសាស្ត្រឆ្នាំ1970ដល់ឆ្នាំ1971គឺជាខ្សែជីវិតនៃអតីតអ្នកទោសដែលត្រូវបានតែងតាំងជាមេទ័ពក្នុងភូមិភាគមួយនៃដែនដីកម្ពុជាក្រោមដើម្បីបំពេញបេសកកម្មការពារជាតិសាសនាក្នុងសម័យសង្គ្រាមបំបត្តិពូជសាសន៍រវាងយួននិងខ្មែរនៅឆ្នាំ1945ដល់ឆ្នាំ1946ស្នាដៃនេះមិនមែនគ្រាន់តែលាតត្រដាងនៅសកម្មភាពនៃចលនារំដោះជាតិនិងកលល្បិចគ្រប់យ៉ាងរបស់ខ្មាំងប៉ុណ្ណោះទេថែមទាំងបានផ្ដល់នូវឧត្តមគតិវិសេសវិសាលដល់យុវជនជំនាន់ក្រោយផងនិងការរំលឹកនៅគុណូបការៈដល់វីរបុរសយើងដែលបានបូជាជីវិតសម្រាប់ជាតិសាសនាផងយើងសូមឧទ្ទិសឲ្យវិញ្ញាណក្ខន្ធនៃវីរបុរសទាំងនោះបានស្គាល់នៅសុគតិភពកំបីឃ្លៀងឃ្លាតឡើយភ្នំពេញថ្ងៃទី25ខែមេសាឆ្នាំ1972ពីអ្នកនិពន្ធវិនគឹមកោះតូចតូចរកេតរកូតប្រមូលផ្ដុំជុំចិត្តកោះធំមួយដែលបុព្វបុរសយើងប្រសិទ្ធនាមថាកោះត្រឡាចស្ថិតនៅមហាសមុទ្រចិនមានចម្ងាយប្រមាណជិត300គីឡូម៉ែត្រពីដែនដីគោកកម្ពុជាក្រោមបើយើងសង្កេតមើលពីលើអាកាសយានចុះមកយើងអាចឃើញកោះទាំងនោះហាក់ដូចជាអណ្ដែតផែលផាលលើផ្ទៃមហាសាគរដ៏ធំធេងមានសភាពមុជងើបដោយកម្លាំងរលកបោកបក់បាច់ផ្កាត្រែងមានសំឡេងកក្រឹកកក្រែងគួរឲ្យព្រឺខ្លាចជាពន់ពេកអ្នកទោសជាច្រើនរយនាក់ដែលអាណានិគមបារាំងសេសចាប់បញ្ជូនយកទៅបំបរបង់នៅលើកោះនោះតែងតែបានទទួលទារុណកម្មដោយគេបង្ខំឲ្យធ្វើការជាទម្ងន់មិនដែលស្គាល់ការសន្តោសប្រណីពីជនណាម្នាក់ឡើយគឺជាឋានៈលោកីដែលប្រជាជនឥណ្ឌូចិនក្នុងចំនួនអាណានិគមខ្លាចរឯងគ្រប់គ្នាក្នុងបរ្ដាអ្នកទោសមួយក្រុមមានអ្នកទោសម្នាក់មានវ័យនៅក្មេងជាងអ្នកឯទៀតមៀតមមសម្បល់សណ្ដែកបាយសក់រួញអង្គាតដីទឹកមុខស្រស់មិនសមជាអ្នកទោសសោះគេមានអាយុ20ឆ្នាំគត់ហើយបានមកកាន់កោះត្រឡាចនេះជាលើកដំបូងបំផុតនៅក្នុងជីវិតគេកោះត្រឡាច15ឆ្នាំអ្នកទោសយូរណាស់ព្រះអើយគ្មានសង្ឃឹមថានឹងបានវិលទៅជួបសង្សារសម្លាញ់ចិត្តវិញទេបងសុំលាហើយអូនខែម៉ាស្នូកញ្ចែបន្លឺឡើងលន់ក្រលួចផ្ដាច់មនោសញ្ចេតនារបស់អ្នកទោសវ័យក្មេងដែលកំពុងតែផ្ដោតអារម្មណ៍នឹកអល់ហឡៃសង្សារខ្លួនគេស្ទុះទៅឈរចម្រុះក្នុងជួរមនុស្សប្រមាណ500នាក់ដោយប្រុងប្រយ័ត្នស្ដាប់មេត្រួតម្នាក់សម្បល់ថ្នោតមៀតធំសក់ក្រញាញ់ដោះវែងលុបត្រចៀកកែវភ្នែកលៀនក្រឡោតមានស្នាមសាក់ពេញខ្លួនជារូបរាជសីហ៍នៅចំកណ្ដាលដើមទ្រូងរូបព្រះខ័នអមឆ្អឹងជំនីក្បាច់ជោរបៀបកន្សែងយ័ន្តនៅកណ្ដាលខ្នងលើកដៃចង្អុលចំទៅយុវជនអ្នកទោសព្រមទាំងបោះសម្ដីដាច់ណាត់និងនិយាយយ៉ាងគំរោះគំរើយណែអានេះចេញមកចិត្តអញតើឯងឈ្មោះអ្វីខ្ញុំបាទឈ្មោះសំភាទៀនអ្នកទោសវ័យក្មេងឆ្លើយទាំងភ័យញ័រមហាយៈបែរមុខទៅរកអ្នកទោសចាស់ហើយបញ្ចេញសម្ដីក្បោះក្បាយឡើងពួកយើងទាំងអស់គ្នា
ថ្ងៃនេះយើងទើបបានទទួលសមាជិកថ្មីម្នាក់ទៀតគឺអាក្មេងនេះឯងតាមទម្លាប់របស់យើងអ្នកចំណូលថ្មីត្រូវតែបញ្ចេញថ្វីដៃឲ្យក្រុមយើងមើលឃើញសិនទើបមានឈ្មោះជាសមាជិកអ្នកទោសពេញលក្ខណៈបានជាដំបូងត្រូវប្រកួតគ្នាដោយដៃទទេសិនរួចហើយប្រយុទ្ធខាងគុណដំបងគុណដាវកាំបិតស្នៀតលុះដល់ទីបញ្ចប់ចាំយើងពន្លះគ្នាដោយមន្តអាគមគាថាបើអ្នកណាខ្លាំងពូកែជាងគេយើងទាំងអស់គ្នានឹងតែងតាំងអ្នកនោះឲ្យធ្វើជាមេត្រួតជំនួសអញវិញចប់សេចក្តីប្រកាសរបស់មេត្រួតកាលណាពួកអ្នកទោសទាំងអស់ក៏ប្រុងប្រៀបខ្លួនត្រៀមប្រយុទ្ធជាមួយយុវជនអ្នកទោសថ្មីភ្លាមសំភារចោលភ្នែកមួយត្រួសទៅពុំឃើញមានអ្នកទោសណាម្នាក់មានវ័យស្រកក្បាលនឹងខ្លួនសោះអ្នកដែលក្មេងជាងគេបំផុតគឺអាយុប្រហែល30ឆ្នាំជាងហើយមៀតម្នាក់សោតក៏គួរឲ្យគេសុំចុះញោមជាមុនស្រេចតែធ្វើម្ដេចបើហេតុការតម្រូវឲ្យធ្វើយ៉ាងនេះស្ថិតក្នុងសភាពស្លន់ស្លោដដែលនិងដើម្បីរំដោះខ្លួនឲ្យរួចមួយគ្រាសំភារលបងឆ្លោយដោះសារទាំងញោមមាត់ពពេចពពុចខ្ញុំបាទសូមចុះញោមអស់លោកហើយបើមេត្តាអាចសន្តោសបានសូមចាត់ទុកខ្ញុំបាទជាប្អូនពៅចុះខ្ញុំបាទសូមគោរពអស់លោកនិងរងចាំបម្រើអស់លោកគ្រប់ពេលឮដូច្នេះមេត្រួតរហ័សឆ្លោយកាត់ភ្លាមឯងជាអ្នកទោសក៏ត្រឡាចម្នាក់ដែរតែខ្វះសេចក្តីក្លាហានចុះញោមមុនប្រយុទ្ធយ៉ាងនេះមិនសមជាកូនប្រុសសោះណាហើយចុះពួកយើងបើវាកំសាកយ៉ាងនេះហើយទុកវាប្រើតាមសំណុំពររបស់វាចុះសេចក្តីសម្រេចរបស់មេត្រួតពុំបានធ្វើឲ្យសម្ភារត្រេកអរប៉ុន្មានទេលុះឃើញអ្នកទោសចាស់ទាំងអស់ដើរចេញទៅកាន់ទីកន្លែងរៀងៗខ្លួនទើបគេរសាយក្នុងចិត្តខ្លះអំបញ្ញមិញប្រសិនបើមានលទ្ធភាពអាចរត់គេចចេញពីវងបិសាចទាំងនេះបានគេមុខជាដាក់មេផាយភ្លាមឬក៏គ្រាន់តែមេត្រួតសម្លុតបង្ខំតែបន្តិចគេមុខជាយំជាក់ជាមិនខានខណៈនោះគេមានសភាពមិនខុសពីសត្វកណ្ដុរនៅក្នុងក្រញាំជើងឆ្មានោះឡើយសម្ភារនឹកតែក្នុងចិត្តថាអញគេចផុតពីការប្រយុទ្ធរបៀបយងក្នុងអំបញ្ញមិញនេះរាប់ជាសំណាងខ្ពស់ណាស់ក៏ប៉ុន្តែការដែលគូចម្លែកគឺក្នុងបណ្ដាវងបិសាចទាំង50ផ្លៃអ្នកនេះភាគច្រើនសិតសឹងជាជនបរទេសលើកលែងតែមេត្រួតម្នាក់ជាជនជាតិខ្មែរដូចគេដែរដែលអ្នកទោសទាំងអស់នេះគោរពកោតខ្លាចជាងគេប្រហែលនឹកឃើញនៅមធ្យោបាយអ្វីមួយហើយទើបសម្ភារលួចញញឹមក្នុងពោះរួចគេទៅប្រកបការងារដោយដែលបានលួចសង្កេតឃើញអ្នកទោសឯទៀតបានធ្វើរួចមកហើយមេត្រួតដែលអ្នកទោសទាំងអស់គ្នាសន្មត់ឲ្យឈ្មោះថាមេកន្ទ្រីនោះកំពុងឈរដោះអាវរយីរយ៉ាយបោះទៅម្ខាងរលាស់ដៃជើងឮសំឡេងវឹបវឹបក្រញែងខ្លួនដកដង្ហើមដៃច្រត់ចង្កេះពុតខ្លួនបញ្ចេញសាច់ដុំយ៉ាងសង្ហាបន្ទាប់មកគេយកដៃទះទ្រូងលាន់ផាំងរួចដាក់ខ្លួនចុះទាញកំបិតបន្ទោះមកបិទឫស្សីយ៉ាងតយងយអាកប្បកិរិយារបស់មេកន្ទ្រីទាំងប៉ុន្មានពុំបានកន្លងផុតពីការលួចសង្កេតរបស់សម្ភារឡើយគេលបសរសៀរទៅចិត្តលុតជង្គង់នៅចំពោះមុខមេកន្ទ្រីលើកហាត់ប្រណម្យបង្គំ3ដងហើយអោនក្បាលដាក់ទៀបបាទាគាត់ព្រមទាំងបញ្ចេញសូរសៀងយ៉ាងទន់ភ្លន់ខ្ញុំបាទសូមគោរពលោកនាយជាគ្រូនិងជាឪពុកសូមលោកឪពុកអនុញ្ញាតឲ្យខ្ញុំបាទផ្ញើជីវិតជ្រកកោននិងមេត្តាប្រោះប្រណីទទួលខ្ញុំបាទជាកូនដ៏កំសត់ម្នាក់ផងមេកន្ទ្រីដែលមុននេះបន្តិចមើលឃើញហាក់បីដូចជាមរឹកដ៏កាចសាហាវខុសខើលុះបានឮពាក្យលន់តួអង្វរកផ្អែមត្រជាក់ដូចទឹកអម្រឹតក៏ប្រែសភាពជាមនុស្សស្លូតបូតរកឲ្យសម្ភារនឹកស្មានពុំដល់តតែសោះឯងជាជាតិខ្មែរឬខ្មែរសុទ្ធបាទបើឯងជាខ្មែរមែនងើបមកឡើងកុំធ្វើយ៉ាងនេះចំពោះអញព្រោះអញក៏ជាជនជាតិខ្មែរដូចឯងដែរសម្ភារទទួលតាមបញ្ជាហើយត្រៀមខ្លួនចាំស្ដាប់សំណួរថ្មីទៀតក្នុងសភាពគោរពនិងយ៉ាងស្ងៀមស្ងាត់បំផុតឯងមានពឹសកំណាចអ្វីខ្លះទើបបានមកដល់ទីនេះសម្ភារភ្ញាក់ព្រឺតនិងឆ្ងល់មិនយល់ចំពោះសំណួររបស់មេកន្ទ្រីដំបៅពឹសឬលោកឪពុកយីដំបៅពឹសយ៉ាងម៉េចអានេះមេកន្ទ្រីកំហោកអញចង់សួរថាឯងមានពឹសខ្លាំងពូកែមានចិត្តកាចសាហាវខ្លាំងយ៉ាងណាហើយអាចហៅអញត្រឹមតែលោកគ្រូបានមិនបាច់ដល់ថ្នាក់ឪពុកនោះទេគ្រាន់តែឮមេកន្ទ្រីបន្តឹងសម្លេងបន្តិចសម្ភារភ័យញាប់ញ័រសឹងលុះប្រលឹងរហ័សតភ្លាមទទួលតាមបញ្ជាលោកគ្រូខ្ញុំបាទមិនមានតម្រេះវិជាអ្វីក្នុងខ្លួនបន្តិចសោះទេឯងមកផ្ញើជីវិតនឹងអញដើម្បីអីហើយហេតុយ៉ាងណាខ្លះទើបឯងមកដល់ទីនេះ
ខ្ញុំបាទមកសុំសេចក្តីប្រោះប្រណីនិងសុំរៀនតម្រេះវិជ្ជាខ្លះពីលោកគ្រូបន្ទាប់មកសម្ភារក៏ចាប់រៀបរាប់ពីជីវប្រវត្តិរបស់ខ្លួនឲ្យមេកន្ទ្រីងស្ដាប់ខ្ញុំបាទជាក្មេងកំព្រាភូមិកំណើតនៅព្រែកម្លូឃុំហឿងភូស្រុកភឿកឡុងខេត្តក្រមួនសជាដូនខ្ញុំបាទប្រាប់ថាឪពុករបស់ខ្ញុំបាទជាកម្មករដើរតាមកប៉ាល់ដែលធ្វើដំណើរគ្រប់ខេត្តនៅកម្ពុជាក្រោមឡើងទៅភ្នំពេញយប់មួយក្នុងភូមិមានធ្វើបុណ្យដល់កថាឪពុកក៏បានឡើងមកចូលរួមនឹងគេដែរហើយក៏បានជួបស្រឡាញ់រួមរយៈជាមួយម្ដាយរហូតដល់មានផ្ទៃពោះ3ខែបន្ទាប់មកពុកក៏បានលាម៉ែទៅតាមកប៉ាល់ជាថ្មីរួចបាត់ដំណឹងសូន្យរហូតមកដល់សពថ្ងៃក្រោយដែលឲ្យកំណើតខ្ញុំបាទបាន7ឆ្នាំម៉ែក៏ស្លាប់ចោលទៅទៀតទុកឲ្យខ្ញុំបាទរស់នៅជាមួយយាយមេម៉ាយចាស់ជរាយ៉ាងកំសត់ទុរគតបំផុតយាយយកខ្ញុំបាទទៅផ្ញើព្រះសង្ឃឲ្យរៀនសូត្រល្មមចេះអានចេះសរសេរបានខ្លះដោយក្រខ្សត់ពេកយាយក៏យកខ្ញុំបាទទៅបម្រើលោកមេឃុំតាំងពីអាយុ11ឆ្នាំដើម្បីផាត់បំណុលស្រូវនិងប្រាក់កាសដែលយាយបានខ្ចីមកប្រើប្រាស់ជាចាំបាច់សម្ភារឈប់ស្ងៀមបន្តិចដកដង្ហើមបន្ធូរការតឹងតែងនៅក្នុងទ្រូងរឿងខ្ញុំបាទចង់វែងបន្តិចឲ្យលោកគ្រូក៏តបថាមិនអីទេបន្តទៅទៀតចុះមេកន្ទ្រីងពលបណ្ដាបិទឫស្សីបណ្ដាសម្ភារហាក់មានសង្ឃឹមបន្តិចចំពោះការយកចិត្តទុកដាក់របស់លោកគ្រូលោកខ្ញុំបាទមានអាយុ19ឆ្នាំលោកមេឃុំក៏បណ្ដេញចេញពីផ្ទះដោយឃើញកូនក្រមុំទូលរបស់គាត់បានជំពាក់ចិត្តស្រឡាញ់ខ្ញុំបាទក៏មករស់នៅជាមួយយាយវិញដែលមានជនអាយុ82ឆ្នាំយើងឃ្លាតពីគ្នាមែនពិតតែសង្សារខ្ញុំនៅស្មោះស្ម័គ្រស្រឡាញ់ខ្ញុំបាទដដែលគ្រប់ពេលមានឱកាសល្អនាងតែងលោភលួចផ្ដល់អង្គនិងប្រាក់កាសឲ្យខ្ញុំបាទជានិច្ចមិនយូរប៉ុន្មានរឿងនេះក៏បែកខ្ចាយលេចលឺដល់ឪពុកម្ដាយនាងជាថ្មីទៀតលោកមេឃុំដែលប្រកបដោយចិត្តកាយសាហាវបានតាមវាយធ្វើបាបខ្ញុំបាទនៅចំពោះមុខយាយយ៉ាងសែនទារុណលុះយប់មួយសម្ភារនិយាយដល់ត្រឹមនេះមេកន្ទ្រីក៏រហ័សកាត់ភ្លាមឈប់នាងនោះមានគូដណ្ដឹងហើយឬនៅបាទមានហើយតែនាងប្រកែកមិនព្រមទទួលនេះសឹងជាគូដណ្ដឹងរបស់នាងបាននាំមិត្តភ័ក្តិវាម្នាក់មកសម្លុតគំរាមខ្ញុំបាទទៀតដើម្បីបញ្ឈឺចិត្តដោយវាឃើញលោកមេឃុំវាធ្វើបាបខ្ញុំបាទវាប្រើពាក្យអាភិសប្រមាថយ៉ាងច្រើនរហូតគិតចង់ប្រហារជីវិតខ្ញុំបាទទៀតថាហើយវាក៏ស្ទុះមកកាប់ខ្ញុំបាទភ្លាមដោយសារអាយុថ្លៃខ្ញុំបាទគេចផុតពីសេចក្តីស្លាប់ហើយបានកាប់សងទៅវាវិញបណ្ដាលឲ្យវាស្លាប់ទៅរឿងរ៉ាវបន្តមកទៀតខ្ញុំបាទជឿថាលោកគ្រូពិតជាកាត់យល់មិនខានហេតុនេះហើយទើបខ្ញុំបាទមកដល់ទីនេះមេកន្ទ្រីងបើកភ្នែកធំសម្លឹងមុខអ្នកទោសក្មេងក្នុងសភាពស្ងួតឯងក្លាហានរហ័សរហួនគ្រាន់បើតែឯងមានកំហុសធ្ងន់ណាស់គ្រាន់តែឮពាក្យកំហុសធ្ងន់សម្ភារក៏ចាប់ផ្ដើមផិតភ័យភ្លាមដែរព្រោះខ្លាចមេកន្ទ្រីងធ្វើទោសថែមទៀតព្រោះរឿងស្នេហាឯងបានសម្លាប់ជនរួមឈាមម្នាក់ឯងគ្មានគំនិតស្នេហាជាតិសោះការប្រហារសត្រូវមិនត្រូវរួញរាមែនគេត្រូវតែសម្លាប់វាខណៈដែលវាប្រមាថឈ្លានពានលើជាតិសាសន៍របស់យើងឯងហ៊ានសម្លាប់បងប្អូនរួមឈាមដោយឥតញញើតធ្វើម្ដេចអញទុកចិត្តឯងបានឯងចេះស្មានត្រូវចំពោះអញមិនមែនជាមនុស្សដំឡូងមូលទេតម្រេះវិជ្ជារបស់អញបានតស៊ូស្វិតស្វាញណាស់ទើបរៀនសូត្របានមកប៉ុណ្ណេះតែមិនមែនទុកប្រព្រឹត្តអំពើទុច្ចរិតរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេគឺទុកសម្រាប់ការពារយុត្តិធម៌និងប្រទេសជាតិឯងស្ដាប់បានទេសម្ដីរបស់មេកន្ទ្រីងទាំងប៉ុន្មានមានខ្លឹមសារណាស់សម្ភារដែល 2-3 ថ្ងៃមុននឹកស្មានថាគាត់ជាអ្នកលេងជើងឆើតឬជាមេចៅធំហាក់ពុំជឿនៅគំនិតស្នេហាជាតិរបស់គាត់សោះគេអោនគោរពគាត់ជាថ្មីដោយបន្លឺវាចាទន់ភ្លន់លោកគ្រូជាទីគោរពខ្ញុំបាទជឿជាក់ហើយសូមសន្យានឹងប្រតិបត្តិតាមឱវាទរបស់លោកគ្រូទាំងអស់ខ្ញុំបាទសារភាពទទួលកំហុសដែលបានប្រព្រឹត្តកន្លងមកបដិញ្ញាតាំងចិត្តជាថ្មីដើរតាមឧត្តមគតិរបស់លោកគ្រូហើយបើខុសឆ្គងដោយលើកមុនទៀតនឹងដាក់ជីវិតថ្វាយគ្រូយល់ព្រមតែត្រូវចាំឲ្យច្បាស់សម្រាប់មនុស្សម្នាក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាអំពើយងខ្នងអមនុស្សធម៌តែបើសម្រាប់មនុស្សរាប់រយនាក់ដើម្បីប្រទេសជាតិអាចចាត់ទុកជាវីរៈបុរសអញមិនបន្ទោសឯងទេព្រោះឯងនៅក្មេងពលរួចមេកន្ទ្រីងបញ្ជាឲ្យសម្ភាងើបឈរឡើងដោះសម្លៀកបំពាក់ចេញឲ្យធ្វើកាយវិការគ្រប់ឥរិយាបថដើម្បីគាត់ពិនិត្យមើល
សម្ភារនឹកឆ្ងល់ណាស់ប៉ុន្តែមិនហ៊ានរឹងទទឹងនឹងពាក្យបញ្ជាចម្លែកនេះគេស្ទុះក្រោកឈរដោះសម្លៀកបំពាក់យ៉ាងរហ័សខ្លួនស្រាតននលគោលគូករួចធ្វើតាមបង្គាប់ឥតខ្ចោះមេកន្ទ្រីងដាក់កំបិតចុះបើកភ្នែកសង្កេតមើលសពគ្រប់បង្គាប់ឲ្យសម្ភារហាមាត់រួចគេអើតក្បាលសម្លក់សម្លឹងដោយយកចិត្តទុកដាក់ជាទីបំផុតរូបរាងឆ្អឹងសរសៃនិងធ្មេញធ្គាមឯងអាចរៀនពីអញបានគ្រប់វិជ្ជាហើយពូកែជាងអញទៀតផងប្រសិនបើឯងកាន់វិន័យឲ្យត្រឹមត្រូវតាមគ្រូដើមរបស់អញសម្ភារត្រៃអរណាស់ដោយឮលោកគ្រូថាខ្លួនមានលក្ខណៈសម្បត្តិអាចរៀនវិជ្ជាបានគ្រប់មុខការដែលខ្ញុំបាទទើបមកដល់មានចិត្តភ័យខ្លាចសម្បើមដោយបានឃើញលោកគ្រូមានមាឌមមរឹកពីចរិយាសង្ហាកំណាចដែលខ្ញុំបាទពុំធ្លាប់ឃើញអ្នកណាម្នាក់ប្រហាក់ប្រហែលលោកគ្រូសោះប្រសិនណាលោកគ្រូមិនយល់ទាស់ទេសូមលោកគ្រូអាណិតមេត្តាចែងពីជីវប្រវត្តិឲ្យខ្ញុំបាទបានស្ដាប់ផងទេឥឡូវនេះឯងកុំចង់ដឹងភ្លាមអញនឹងរៀបរាប់ឲ្យឯងស្ដាប់នៅពេលដែលអញបានស្គាល់ចិត្តគំនិតឯងសិនខ្ញុំបាទឆ្ងល់ណាស់អ្នកទោសដទៃទៀតខ្លោបខ្លាចលោកគ្រូដោយរាជការតែងតាំងលោកគ្រូធ្វើជាមេកោយត្រួតត្រាឬយ៉ាងម៉េចរាជការណាតែងតាំងឲ្យអញធ្វើជាមេបញ្ជាការអីបើអញជាអ្នកទោសដូចជាវារាល់គ្នាដែរក៏ប៉ុន្តែអ្នកទោសនៅកោះត្រឡាចតាមធម្មតាគេតែងសាកល្បងដណ្ដើមយកជ័យជំនះដោយប្រើកម្លាំងបាយបើអាណាម្នាក់ខ្លាំងពូកែជាងនឹងបានធ្វើជាមេកោយនៅវេលាដែលអញទើបនឹងមកដល់អញពន្លះរៀបក្បាលទាំងអស់ម្ល៉េះហើយវាបាក់បបខ្លោបខ្លាចរហូតដល់សពថ្ងៃនេះចុះវាមិនដែលព្រួតគ្នាវាយលោកគ្រូទេឬវាបានព្រួតគ្នាម្ដងរួចហើយប៉ុន្តែជា 3-4 ឆ្នាំមុននោះប៉ុន្តែវាបរាជ័យបាក់ស្បាតទៅទៀតចាប់តាំងពីថ្ងៃនោះមកសម្ភារតែងតែគោរពប្រតិបត្តិគួចច្របាច់ទឹកក្តៅទឹកត្រជាក់បំរើលោកគ្រូយកគប់គុណសំរៀនវិជាតតែបានរៀងរាល់ថ្ងៃគេក៏សម្គាល់ឃើញលោកគ្រូនិងសិស្សចូលទៅក្នុងព្រៃជ្រៅដោយមានសំណុំបាយនិងទឹកបំពង់ជាប់តាមបង្ហាត់បង្រៀនគុណវិជាមិនដែលដាច់រង្វាន់ទី1សិស្សត្រូវបានរៀនហក់លោតសម្រាលខ្លួនពុតត្រឡប់បង្វិលបន្ទន់ប្រាណឲ្យមានសភាពប្រៀបបាននឹងសត្វឆ្មាសិនអស់កាលជាច្រើនថ្ងៃសម្ភារធ្លាប់តែនឹករលឹកគូសង្សារស្ទើរតែស្រែកទ្រហោយំមកដល់ថ្ងៃនេះមានប់យើងភ្លេចខ្លះវិញហើយដោយគេសប្បាយចិត្តនឹងក្រេបជញ្ជក់យកចំណេះវិជ្ជាទីពេញចិត្តផងនិងដោយគេនឹកអស់សង្ឃឹមថានឹងបានវិលទៅជួបសង្សារគេផងម្ល៉េះហើយមានប់គិតតែពីខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនតាមបង្គាប់របស់លោកគ្រូការបង្ហាត់ឲ្យសិស្សមានភាពរហ័សនេះគ្រាន់តែជាជំហានទី1នៃការរៀនស្នៀតគុណតែប៉ុណ្ណោះលោកគ្រូបានសង្កេតឃើញសិស្សខ្លួនមានទេពកោសល្យគ្រប់គ្រាន់ក៏ចាប់ផ្ដើមបង្ហាត់ស្នៀតគុណប្រយោលដោយដៃទទេជាបឋមលោកគ្រូបោះចំហៀនបញ្ចេញក្បាច់ក្តាប់ម្រាមដៃម្រាមជើងបង្ហាញសិស្សប្រាប់ឲ្យដើរចំហៀងឆ្វេងស្ដាំលោតទៅមុខហក់ថយក្រោយយ៉ាងស្វាហាប់ហើយបញ្ជាក់ប្រាប់សិស្សថានេះគេហៅក្រញាំខ្លាសិស្សធ្វើតាមម្ដងហើយម្ដងទៀតហក់ឆ្វេងលោតស្ដាំដូចជាស្វាអង្កត់ឈររីរំញើសហូរសស្រាក់ទៅទឹកសពសារពាងកាយលោកគ្រូវាភ្នែកស្រែកភ្លាមឈប់ឯងលោតផ្លាស់កន្លែងឈរកន្ថេកជើងពេកដូច្នេះមិនទាន់ត្រូវទេព្រោះកាលណាបើឯងកន្ថេកជើងខ្លាំងហួសជាឧបសគ្គយឺតយ៉ាវមួយក្នុងគ្រាដែលឯងត្រូវដកជើងលោតផ្លោះទៅទីថ្មីទៀតឯងត្រូវបង្រួមជើងសម្រុតជង្គង់ភ្នែករំពៃរបៀបឯងអំបញ្ញមិញនេះវេលាស្កុនការបរាជ័យគេហៅថាលងជង្គង់បងស្នៀតលោកគ្រូបានបញ្យល់ប្រាប់សិស្សបន្តទៀតថាក្បាច់គុណក្រញាំខ្លាមិនមែនដាល់តប់ដោយក្បាច់ដទៃទៀតទេគឺក្រញាំចាប់នឹងម្រាមលើសាច់សរសៃខ្មាំងហើយឆក់កន្ត្រាក់ឲ្យអស់ទំហឹងនិងកម្លាំងចុងម្រាមសម្ភារខំណាស់ប្រឹងប្រែងឥតស្ដាយកាយពលសោះឡើយធ្វើឲ្យលោកគ្រូរឹតតែពេញចិត្តថែមទៀតអស់ធរៈវេលាចិត្ត1ខែទើបសិស្សអាចប្រតិបត្តិតាមលោកគ្រូយើងបានតាមបំណងឯការលោតផ្លោះវិញគេមានភាពរហ័សជាងគ្រូទៅទៀតពីព្រោះលោកគ្រូគាត់មានអាយុ40ឆ្នាំគត់ទៅហើយការរៀនវិជ្ជាគុណនេះចេះតែបន្តរហូតដល់សិស្សស្ទាត់ជំនាញមានច្រើនស្នៀតដូចជាស្នៀតគុណល្អិតគុណដំបងដាវលំពេងចំបាប់ហើយបានគ្រប់ក្នុងរយៈកាលពេញ1ឆ្នាំនៅពេលចប់មុខវិជ្ជានីមួយៗសិតតែមានធ្វើការសាកល្បងប្រសិទ្ធិដោយលោកគ្រូខ្លួនធ្វើជាខ្មាំងស្ទុះចូលពីប្រយោលក៏មានស្ទុះចូលតាមរបៀបលបលួចប្រគៀកគ្នាតែម្ដងក៏មានការពិសោធន៍ម្ដងលោកគ្រូលន់មាត់សរសើរពីការចេះចាំនិងភាពរហ័សរហួនរបស់សិស្សជានិច្ចប្រើការបានខ្លះហើយក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់ល្មមប្រយុទ្ធក្នុងសង្គ្រាមបានទេគ្រាន់តែអាចការពារខ្លួនម្ដងសន្ន
បានខ្លះតែប៉ុណ្ណោះវេទមន្តជាច្រើនទៀតដែលអញមិនអាចបង្រៀនឯងបានដោយខ្វះសារណវត្ថុគ្រប់មុខជាចាំបាច់ផងនៅគ្មានសេចក្តីអនុញ្ញាតពីគ្រូដើមអញផងដូច្នេះឯងចាំទៅជួបអញនៅឯភ្នំពពាលខេត្តមាត់ជ្រូកឯណោះអញនឹងនាំឯងទៅរៀនផ្ទាល់ពីលោកគ្រូដើមតែម្ដងកាលណាលោកគ្រូនឹងអញ្ជើញទៅបើតាមច្បាប់រដ្ឋអញនៅសល់តែ28ឆ្នាំទៀតទេប៉ុន្តែបើគុណបុណ្យព្រះជាម្ចាស់ជួយប្រហែលជាឆាប់ជាងនេះទៅវិញក៏មិនកំណត់សម្ភារគ្រាន់តែលើថា28ឆ្នាំទៀតគេអស់កម្លាំងលហិតលហៃទុនសរសៃលែងសង្ឃឹមដល់សោះពីព្រោះគេយល់ថាបើ28ឆ្នាំទៀតគេចាស់បន្តិចទៅហើយឯលោកគ្រូវិញក៏មិនប្រកាសជានៅរស់ផងគេកំពុងតែបណ្ដែតអារម្មណ៍បាត់ចំណងដូច្នេះស្រាប់តែភ្ញាក់ខ្លួនព្រឺតដោយឮលោកគ្រូបន្តថាឥឡូវនេះអញផ្ដាំឯងខ្លះៗឲ្យហើយគឺមិនត្រូវយកវិជានេះទៅប្រមាថរំលោភរំគួនអ្នកស្លូតត្រង់ឲ្យសោះឯរបៀបការពារខ្លួនវិញប្រសិនបើជាអាចជៀសវាងបានមិនត្រូវសម្លាប់មនុស្សជាប្រយោជន៍ផ្ទាល់ខ្លួននោះទេតែឯងស្ដាប់បានទេខ្ញុំបាទសូមសន្យានឹងគោរពតាមបណ្ដាំលោកគ្រូជានិច្ចថ្មីត្បិតតែមានការរស់នៅដូចជាក្នុងព្រៃខ្យល់អាកាសសមុទ្របរិសុទ្ធញ៉ាំងឲ្យអ្នកទោះកោះត្រឡាចមានសុខភាពមាំមួនល្អណាស់បន្ថែមលើការហត់នឿយលោតជាទៀងទាត់ទៀតរឹតតែធ្វើឲ្យសម្ភារមានសាច់ដុំយ៉ាងសង្ហាមើលមិនចង់ស្គាល់កន្លងផុតទៅប្រមាណខែក្រោយមកនៅវេលាថ្ងៃមួយលោកគ្រូបង្គាប់សិស្សឲ្យកាប់ឫស្សីអូសចេញមុខគោទុកសន្ធឹកសន្ធាប់ខុសទម្លាប់ធម្មតារួចកាប់ស្លឹករុក្ខព្រឹកគ្របចិត្តសិស្សឆ្ងល់ណាស់នឹកថាលោកគ្រូប្រហែលជាមានបំណងធ្វើជាឧបករណ៍នេសាទទំនើបមួយយ៉ាងមិនខានទោះជាសិស្សខំដេញដោលអង្កេតសួរជ្រឿៗក្តីក៏លោកគ្រូមិនព្រមឆ្លើយប្រាប់តតែសោះរឿងអនុស្សាវរីយ៍អ្នកទូកោះត្រឡាចភាគទី1សូមស្លេះតែប៉ុណ្ណេះសិនសូមរងចាំស្ដាប់ភាគទី2នៅឱកាសក្រោយជាបន្តទៀត